ការលើកទឹកចិត្តនិងអភិវឌ្ឍខ្លួនកម្លាំងចិត្តអាចធ្វើឲ្យអ្នកធ្វើកិច្ចការលំបាកបានគ្រប់យ៉ាងវាក៏អាចធ្វើឲ្យអ្នកធ្វើរឿងដ៏អស្ចារ្យដែលមិនងាយនរណាមួយធ្វើបានផងដែរកម្លាំងចិត្តគឺទទួលបានមកពីការលើកទឹកចិត្តជាធម្មតាតាមរយៈមិត្តនៅជុំវិញខ្លួនក្រុមគ្រួសារឬប្រពន្ធកូននិងបុគ្គលសំខាន់ណាម្នាក់ហើយក៏អាចថាបានមកពីការអានសៀវភៅការសិក្សាស្រាវជ្រាវផ្សេងៗការលើកទឹកចិត្តគឺជាកត្តាសំខាន់សម្រាប់អ្នកដែលត្រូវការធ្វើដំណើរដ៏វែងឆ្ងាយនិងមានទស្សនវិស័យធំពេលខ្លះមនុស្សយើងអាចនឹងជួបឧបសគ្គគិតអ្វីមិនចាញ់នៅពេលនោះការលើកទឹកចិត្តគឺជាកត្តាសំខាន់ណាស់សម្រាប់ជួយឲ្យអ្នកមានកម្លាំងចិត្តនិងធ្វើដំណើរបន្តទៅមុខទៀតកំពូលភ្នំនៃកម្លាំងចិត្តនិងការអភិវឌ្ឍក្នុងខណៈពេលដែលខ្ញុំមានភាពតានតឹងធុញទ្រាន់នឹងការងារឬជីវិតនៅពេលដែលកិច្ចការរបស់ខ្ញុំជួបនឹងឧបសគ្គឬជួបវិបត្តិវិធីសាស្ត្រដែលជួយលើកទឹកចិត្តដល់ខ្ញុំនិងធ្វើឲ្យខ្ញុំមានកម្លាំងចិត្តឡើងវិញនោះគឺអានសៀវភៅជាការពិតបន្ទាប់ពីការអានសៀវភៅធ្វើឲ្យខ្ញុំនឹកអស់សំណោចចំពោះខ្លួនឯងព្រោះថាចំណេះដឹងតែបន្តិចដែលបានពីការអាននោះបានធ្វើឲ្យខ្ញុំឈរនៅលើកំពូលភ្នំដ៏ខ្ពស់មួយពេលដែលសម្លឹងចុះមកក្រោមហើយឃើញថាឧបសគ្គទាំងនោះគ្មានអ្វីអស្ចារ្យសម្រាប់មនុស្សម្នាក់ដែលឈរនៅលើកំពូលភ្នំដ៏ខ្ពស់ប្រកបដោយចក្ខុវិស័យបែបនេះទេជាការពិតការអានត្រូវតែជាទម្លាប់មួយសម្រាប់មនុស្សជោគជ័យគ្រប់គ្នាព្រោះថាវាអាចជួយឲ្យអ្នកមានប្រៀបនិងសក្តានុពលលើសពីមនុស្សមិនបានអានរួចទៅហើយចំពោះការងារឬអាជីវកម្មដែលអ្នកត្រូវធ្វើឬចាប់ផ្ដើមគិតមិនដល់ថាក្រុមគ្រួសារសំខាន់ដល់ម្លឹងសោះបើសិនជាក្នុងក្រុមគ្រួសាររបស់អ្នកមិនមានក្តីសុខនៅឡើយនោះទេជាទូទៅវាពិបាកណាស់ក្នុងការធ្វើឲ្យអ្នកមានសន្តិភាពក្នុងខ្លួននិងធ្វើកិច្ចការអ្វីទៅបានរលូនខណៈពេលដែលអ្នកមានបញ្ហាក្នុងគ្រួសារជាមួយប្រពន្ធឬបងប្អូនអ្នកនឹងមានអារម្មណ៍ថាតានតឹងក្នុងខ្លួនហើយធ្វើកិច្ចការអ្វីក៏មិនបានល្អគ្រប់ជ្រុងជ្រោយដែរមែនហើយភាពតានតឹងទាំងនេះផ្ដុំគ្នាជាមួយនឹងកង្វល់ក្នុងចិត្តដែលបានមកពីរឿងផ្សេងទៀតក្នុងជីវិតវាអាចផ្ដុំទៅជាភ្នក់ភ្លើងមួយដែលអាចនឹងឆេះបានយ៉ាងងាយបំផុតបើសិនជាយើងមិនចេះគ្រប់គ្រងនិងដោះស្រាយឲ្យបានល្អវាហាក់បីដូចជាភាពតានតឹងនិងបញ្ហាទាំងឡាយដែលផ្ដុំឲ្យកើតជាសង្គ្រាមលោកអញ្ចឹងដូច្នេះអ្នកត្រូវគិតគូរឡើងវិញអំពីក្រុមគ្រួសាររបស់អ្នកដោយចំណាយពេលខ្លះដើម្បីផ្ដល់ក្តីស្រឡាញ់ដល់ក្រុមគ្រួសារនិងដោយចំណាយពេលនិយាយប្រាប់មនុស្សដែលសំខាន់សម្រាប់អ្នកអំពីបញ្ហាក្នុងចិត្តនិងការងាររបស់អ្នកជាការពិតពេលខ្លះស្ថានភាពរបស់អ្នកមិនអាចដូចជាអ្វីដែលបានរៀបរាប់ខាងលើនេះទេព្រោះថាបញ្ហាជីវិតមានផ្សេងគ្នាតែអ្នកក៏អាចមានអ្នកដទៃទៀតដែលអាចចាត់ទុកថាជាមនុស្សអាចទុកចិត្តបាននិងយល់ពីផលលំបាករបស់អ្នកចូលហ៊ានសូមជំនួយពីពិភពលោកនេះនោះថាមិនត្រូវអ្នកនឹងទទួលបានការជំនួយដែលស្មានមិនដល់ពេលខ្លះយើងក៏អាចមើលឃើញបញ្ហាដែលកើតមានឡើងទាំងនោះថាជាឱកាសឬកម្លាំងចិត្តដើម្បីធ្វើឲ្យអ្នករឹងមាំនិងហ៊ានប្រឈមមុខនឹងបញ្ហាទាំងឡាយផងដែរកែប្រែទម្លាប់មិនល្អដើម្បីជោគជ័យចរិតលក្ខណៈរបស់អ្នកគឺជាកត្តាសំខាន់បំផុតក្នុងការជំរុញឲ្យរូបអ្នកនិងភាពជោគជ័យកាន់តែខិតជិតគ្នាទៅវាគឺជាមេដែកមានទំនាញខ្លាំងដែលអាចទាញឲ្យអ្នកឈានទៅដល់ចំណុចកំពូលនៃជីវិតឆ្លើយតបទៅនឹងទស្សនវិស័យ
និងគោលដៅដែលអ្នកមានជារឿងពិបាកខ្លាំងបំផុតបើសិនជាយើងចង់កែប្រែចរិតមិនល្អដែលជាទម្លាប់អាក្រក់របស់នរណាម្នាក់ឬខ្លួនឯងផ្ទាល់ជួនកាលវាពិបាកហាក់ដូចជាបង្វិលពេលវេលាឲ្យថយក្រោយអញ្ចឹងដែរតាមរយៈការចែករំលែកបទពិសោធន៍ខាងក្រោមនេះខ្ញុំជឿជាក់ថាវាប្រកបជាអាចជួយអ្នកបានខ្លះៗហើយបើសិនជាមិនបានលទ្ធផលតាមការចង់បាននោះទេវាក៏អាចមានប្រយោជន៍ចំពោះបុព្វហេតុដទៃទៀតក្នុងជីវិតរបស់អ្នកផងដែរតើត្រូវធ្វើយ៉ាងណាទើបអាចកែប្រែចរិតមិនល្អរបស់មនុស្សបានយើងធ្វើការសិក្សាទាំងអស់គ្នាតាមរយៈចំណុចទាំង4ខាងក្រោមនេះ 1. អានសៀវភៅជាប្រចាំកាលពីក្មេងខ្ញុំនៅជាសិស្សនៅឡើយមានលោកគ្រូម្នាក់បានប្រាប់ខ្ញុំថាតាមពិតគាត់មិនមែនជាមនុស្សស្លូតបូតបែបនេះទេកាលពីមុនដោយសារតែចំណេះដឹងនិងការរៀនសូត្រកន្លងមកបានធ្វើឲ្យគាត់ក្លាយទៅជាមនុស្សដ៏ស្លូតដឹងខុសដឹងត្រូវនិងចេះទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯងក្រុមគ្រួសារនិងសង្គមជាការពិតចំណេះដឹងដែលបានមកពីការសិក្សារៀនសូត្រជាពិសេសតាមរយៈការអានសៀវភៅអាចធ្វើឲ្យយើងយល់ដឹងកាន់តែច្រើនកាន់តែមានភាពប្រសើរក្នុងការគិតហើយចរិតរបស់យើងនឹងផ្លាស់ប្ដូរទៅតាមការទាមទាររបស់ចិត្តនិងបំណងប្រាថ្នាដែលកើតមានចូលយកការអានជាទម្លាប់រហូតដល់ពេលមួយអ្នកនឹងញៀននឹងការអានហើយពេលនោះអ្នកនឹងមានការរសេះរសោះក្នុងចិត្តបើថ្ងៃណាមួយអ្នកមិនបានអានសៀវភៅដែលរឿងនេះវាហាក់ដូចជាការញៀនកាហ្វេអញ្ចឹងដែរអ្នកត្រូវតែទទួលទានកាហ្វេរាល់ពេលដែលអ្នកអង្គុយធ្វើការបើមិនដូច្នោះទេអ្នកនឹងមានអារម្មណ៍រសេះរសោះហើយងងុយគេងជាមិនខានសៀវភៅជាមិត្តដ៏ជិតស្និទ្ធដែលចាំជួយអ្នកគ្រប់ពេលវេលាទោះបីអ្នកជួបឧបសគ្គបាក់ទឹកចិត្តឬជួបនឹងបញ្ហាបរាជ័យដ៏ធំធេងក្តី 2. ស្គាល់ខ្លួនឯងឲ្យបានច្បាស់ជាងមុនជាទូទៅមនុស្សមួយចំនួនធំមិនស្គាល់ខ្លួនឯងច្បាស់នោះទេហេតុអ្វីទៅគឺដោយសារតែយើងមិនបានយកចិត្តទុកដាក់ចំពោះខ្លួនឯងហើយយើងតែងតែមានភាពអាត្មានិយមជានិច្ចក្នុងការធ្វើកិច្ចការអ្វីមួយយើងគិតថាយើងជាមនុស្សពូកែជាងអ្នកដទៃជានិច្ចជាទូទៅសាកល្បងពិនិត្យមើលខ្លួនឯងខ្លះៗអ្នកនឹងមានអារម្មណ៍ថាតើគួរធ្វើចំណាត់ការបែបណាដើម្បីឲ្យជីវិតកាន់តែប្រសើរឡើងជាធម្មតាតើអ្នកអាចឈប់ប្រើប្រាស់ឬទទួលទានសុរាបារីម្ហូបឆ្ងាញ់ៗនិងរបស់របរទំនើបដែរឬទេបើបានគឺដោយសារតែហេតុអ្វីហើយបើមិនបានព្រោះហេតុអ្វីនៅពេលខឹងតើអ្នកជាមនុស្សបែបណាជាពិសេសការសម្រេចចិត្តនិងការកាត់សេចក្តីទៅលើរឿងអ្វីមួយតើនៅពេលអ្នកណាមានថវិកា$1 លានក្នុងហោប៉ៅឬមានអំណាចធំតើអ្នកជាមនុស្សបែបណាតើយើងមានចំណេះដឹងនិងភាពវៃឆ្លាតដល់កម្រិតណាក្នុងការសម្រេចការងារអ្វីមួយនិងការងារសំខាន់ទៅអនាគតតើយើងអាចដោះស្រាយបញ្ហាបានដល់កម្រិតណាតើយើងជាមនុស្សគិតជ្រៅប៉ុណ្ណាហើយឆេវឆាវប៉ុណ្ណាដែរនេះគឺជាចំណោទខ្លះដែលជួយឲ្យអ្នកស្គាល់ខ្លួនឯងបានកាន់តែច្រើននិងកាន់តែច្បាស់នៅមានរឿងជាច្រើនទៀតដែលអ្នកអាចធ្វើការពិនិត្យមើលក្នុងចិត្តអ្នកផងដែរជាពិសេសការគ្រប់គ្រងចិត្តខ្លួនឯងផ្ទាល់ដើម្បីឲ្យអ្នកក្លាយទៅជាបុគ្គលម្នាក់អាចឈានទៅរកជោគជ័យបានអ្នកត្រូវស្គាល់ខ្លួនឯងយ៉ាងហោចណាស់ក៏បាន 70% ដែរបើមិនដូច្នោះទេយើងក៏មិនអាចគ្រប់គ្រងចិត្តទប់អារម្មណ៍និងទង្វើរបស់ខ្លួនឯងបានដែរក្នុងគណៈពេលដែលមានកិច្ចការសំខាន់ឬបញ្ហាធំចូលមកដល់យើងគ្រាន់តែជាមនុស្សទន់ខ្សោយនិងទន់ជ្រាយម្នាក់ប៉ុណ្ណោះចំពោះភាពជោគជ័យ 3. ចាប់ផ្ដើមបង្កើតទស្សនវិស័យនិងផែនការអ្នកមានតួនាទីសំខាន់បំផុតហើយជាតួឯកនៅក្នុងឆាកជីវិតមួយនេះមានរឿងធំមួយដែលសំខាន់បំផុតដែលអ្នកត្រូវបំពេញនោះ
គឺអ្នកត្រូវស្វែងរកឲ្យឃើញថាតើអ្នកចង់បានអ្វីឲ្យពិតប្រាកដនៅក្នុងជីវិតមួយនេះពេលដែលអ្នករកឃើញថាអ្នកចង់បានអ្វីពិតប្រាកដហើយអ្នកចង់ក្លាយជាអ្វីពិតប្រាកដហើយអ្នកប្រកាសជាក្លាយជាមនុស្សម្នាក់ថ្មីទៀតអ្នកអាចនឹងចេះធ្វើកិច្ចការទាំងឡាយណាដែលអ្នកមិនធ្លាប់ធ្វើលំបាកដែលមិនធ្លាប់លំបាកហើយអត់ធ្មត់ដែលមិនធ្លាប់អត់ធ្មត់ពីមុនមកពិតមែនហើយចរិតរបស់អ្នកប្រហែលជានឹងមានភាពខុសពីមុនខ្លះហើយព្រោះថាអ្នកត្រូវគិតនិងប្រឈមមុខចំពោះការងារថ្មីៗមួយចំនួនអ្នកប្រហែលជាព្យាយាមដូចជាមនុស្សលួងទឹកដែលត្រូវស្រវេស្រវារករបស់តោងនិងដង្ហើមឲ្យមានជីវិតរស់បន្តទៅមុខទៀតហើយអ្នកធ្វើរឿងអ្វីគ្រប់បែបយ៉ាងដើម្បីឲ្យបានដង្ហើមជាធម្មតាបើសិនជាអ្នកចង់បានអ្វីមួយស្ទើរស្លាប់ស្ទើររស់នោះអ្នកនឹងខិតខំដើម្បីយកវាឲ្យបានទស្សនវិស័យនិងផែនការសម្រាប់ជីវិតអាចធ្វើឲ្យយើងក្លាយជាមនុស្សម្នាក់ថ្មីទៀតដែលមានចរិតលក្ខណៈខុសពីមុននិងប្រសើរជាងមុន 4. រាប់អានអ្នកចេះដឹងនិងស្គាល់អ្នកប្រាជ្ញឲ្យបានច្រើនលោក John C. Maxwell អ្នកសរសេរសៀវភៅអំពីការដឹកនាំល្បីឈ្មោះម្នាក់នៅសហរដ្ឋអាមេរិកបានបង្រៀនថាបើសិនជាយើងចង់ចេះគិតជ្រៅយើងត្រូវរាប់អាននិងរៀនសូត្រពីមនុស្សដែលចេះគិតជ្រៅបើសិនជាយើងចង់សម្រេចកិច្ចការធំយើងត្រូវរាប់អាននិងអ្នករៀនសូត្រជាមួយនឹងមនុស្សដែលមានសមត្ថភាពខ្ពស់បើសិនជាយើងចង់មានចរិតល្អយើងត្រូវរាប់អាននិងសូមរៀនសូត្រពីមនុស្សដែលមានចរិតល្អដូចគ្នាដែរការស្គាល់បុគ្គលសំខាន់នៅក្នុងសង្គមគឺមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះអ្នកព្រោះថាពួកគេអាចជាបុគ្គលដែលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះអ្នកការងារឬអាជីវកម្មរបស់អ្នកនាពេលអនាគតខាងមុខព្យាយាមស្គាល់អ្នកប្រាជ្ញនិងរៀនសូត្រពីអ្នកប្រាជ្ញឲ្យបានច្រើនបំផុតតាមរយៈការអានសំណេរនិងសៀវភៅរបស់គាត់សិក្សាពីជីវិតជោគជ័យផ្ទាល់ខ្លួនរបស់គាត់មានមនុស្សមួយចំនួនសុខចិត្តចំណាយប្រាក់ចំណេញរបស់ខ្លួនដល់ទៅ 5% ដើម្បីទទួលកាហ្វេជាញឹកញាប់ជាមួយអ្នកចេះដឹងនិងមនុស្សដែលមានសមត្ថភាពផ្សេងៗដើម្បីជាឱកាសក្នុងការរៀនសូត្រធ្វើជំនួញនិងទទួលបទពិសោធន៍ល្អៗពីពួកគេចិត្តវិទ្យាអំពីមនុស្សដែលស្ងៀមស្ងាត់ចិត្តវិទ្យាអំពីមនុស្សស្ងៀមស្ងាត់ដកស្រង់ចេញពី Psychology of Love មនុស្សដែលតែងតែរក្សាភាពស្ងៀមស្ងាត់ភាគច្រើនគឺគ្រប់ពេលវេលាត្រូវបានមនុស្សភាគច្រើនចាត់ទុកថាពួកគេគឺមិនមានសក្តានុពលនៅក្នុងជីវិតនោះទេពួកគេតែងតែអៀនច្រើនខ្មាស់ច្រើននិងជាមនុស្សដែលមានភាពជឿជាក់ទាបបំផុតយើងមកដឹងលម្អិតតែម្ដងអំពីសភាពរបស់មនុស្សដែលតែងតែស្ងៀមស្ងាត់មនុស្សស្ងៀមស្ងាត់គឺគេមិនចូលចិត្តអារម្មណ៍ត្រូវមនុស្សជាច្រើនចោមរោមពួកគេនោះទេគឺពួកគេចូលចិត្តនៅម្នាក់ឯងហើយចិត្តវិទ្យាបាននិយាយថាពួកគេតែងតែតានតឹងខ្លាំងណាស់ទៅពេលដែលពួកគេស្ថិតនៅក្នុងចំណោមមនុស្សយ៉ាងច្រើនដែលពួកគេមិនបានស្និទ្ធស្នាលជាមួយបើទោះបីជាពួកគេជាមនុស្សដែលស្គាល់គ្នាហើយក៏ដោយមនុស្សស្ងៀមស្ងាត់តែងតែសង្កេតច្រើនគិតច្រើនមុននឹងពួកគេនិយាយឬក៏បញ្ចេញសកម្មភាពទៅកាន់ទីណាក៏ដោយមនុស្សស្ងៀមស្ងាត់ជាការពិតពួកគេនិយាយច្រើនណាស់ប៉ុន្តែនិយាយតែជាមួយមនុស្សដែលពួកគេស្និទ្ធស្នាលជាមួយពួកគេមានមិត្តម្នាក់ឬក៏3នាក់ដែលស្និទ្ធស្នាលបំផុតនៅក្នុងឆាកជីវិតរបស់ពួកគេមនុស្សស្ងៀមស្ងាត់ពួកគេមានស្នាមញញឹមដ៏ទាក់ទាញបំផុតប៉ុន្តែពួកគេមិនសូវញញឹមទេហើយនៅពេលដែលពួកគេសើចគឺសែនចម្លែកមនុស្សស្ងៀមស្ងាត់ពួកគេជាមនុស្សដែលអៀនច្រើនពួកគេជាមនុស្សដែលខ្សោយក្នុងការប្រើទំនាក់ទំនងខ្សែភ្នែកការប្រើទំនាក់ទំនងខ្សែភ្នែកពួកគេមិនអាចសម្លឹងភ្នែកដៃគូសន្ទនាលើសពី3វិនាទីឡើយមនុស្សស្ងៀមស្ងាត់នៅពេលដែលពួកគេខឹងគឺអាក្រក់និងគួរឲ្យខ្លាចជាទីបំផុត
ដូច្នេះកុំគោះកកាយនៅការជឿចាប់អារម្មណ៍អត់ទ្រាំរបស់ពួកគេចេញមកក្រៅអីមនុស្សស្ងៀមស្ងាត់គេតែងតែលាក់អារម្មណ៍លាក់ការពិតនិងលាក់ការជឿចាប់នៅក្នុងចិត្តជានិច្ចគេមិនដែលចង់បញ្ចេញវាមកក្រៅនោះទេព្រោះគេដឹងច្បាស់ថាគ្មាននរណាម្នាក់នឹងខ្វាយខ្វល់ពីគេនោះឡើយបើទោះបីជាមានការក៏ពួកគេមិនទុកចិត្តហើយអ្នកដែលចូលមកគេនឹងសាបចិត្តឲ្យពួកគេកាន់តែឯកោបន្តិចម្ដងមនុស្សស្ងៀមស្ងាត់គឺជាកំពូលមនុស្សដែលស្មោះត្រង់នៅក្នុងការទំនាក់ទំនងគ្រប់ប្រភេទពេលដែលមនុស្សស្ងៀមស្ងាត់ស្រឡាញ់អ្នកណាម្នាក់ដែលចូលមកក្នុងជីវិតពួកគេនឹងបង្ហាញអ្នកថាអ្នកគឺជាសុភមង្គលដ៏ធំបំផុតនៅក្នុងជីវិតរបស់ពួកគេហើយអ្នកគឺជាផ្នែកមួយដ៏ធំនៃសុភមង្គលនេះហើយគេតែងតែសប្បាយចិត្តរីករាយរាល់ថ្ងៃហើយបើសិនជាអ្នកបំផ្លាញទំនាក់ទំនងមួយនេះបើសិនជាពួកគេមិនរឹងមាំទេគឺពួកគេនឹងសម្លាប់ខ្លួនតែបើសិនជាពួកគេរឹងមាំគ្រប់គ្រាន់អ្នកក៏ត្រូវស្លាប់រួចគេក៏សម្លាប់តាមក្រោយមនុស្សស្ងៀមស្ងាត់មិនចូលចិត្តភាពអ៊ូអរព្រោះកម្មវិធីជប់លៀងណាមួយឡើយបើសិនជាគ្មានមនុស្សស្និទ្ធស្នាលរបស់ពួកគេនៅទីនោះពួកគេសុខចិត្តនៅម្នាក់ឯងគឺសប្បាយចិត្តជាងកុំថាឡើយមិត្តភាពថ្មីឬក៏ស្នេហាថ្មីពួកគេនឹងមិនងាយបង្កើនទំនុកចិត្តដល់មនុស្សទើបតែស្គាល់នោះទេបើសិនជាចូលរួមកម្មវិធីជប់លៀងពួកគេចូលចិត្តនៅស្ងៀមស្ងាត់អង្គុយណាមួយនៃផ្នែកស្ងាត់មិនចង់បង្ហាញខ្លួនជាទីចាប់អារម្មណ៍ដល់អ្នកផ្សេងឡើយមនុស្សស្ងៀមស្ងាត់ចូលចិត្តការសរសេរជាជាងនិយាយហើយមនុស្សស្ងៀមស្ងាត់ជាមនុស្សដែលស្ដាប់ដ៏ល្អបំផុតហើយមនុស្សដែលស្ងៀមស្ងាត់ក៏មានភាពជាអ្នកដឹកនាំខ្ពស់ផងដែររឹងមាំសុខភាពផ្លូវចិត្តនិងខួរក្បាលជាមួយវីដេអូរបស់ពួកយើងនិងដើម្បីធ្វើជាកម្លាំងចិត្តកុំភ្លេចចូលទៅចុច Subscribe YouTube ម្នាក់មួយផងសូមអរគុណសូមជម្រាបលា